ម្រាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយជានៅក្នុងវីដេអូនេះដែរខ្ញុំនឹងនិយាយបញ្ចប់ទាក់ទងជាមួយនឹងសាច់រឿងនៅក្នុងការដាក់អាហារូបករណ៍មកប្រទេសបារាំងហើយចំពោះវីដេអូនេះដែរវានឹងវែងបន្តិចព្រោះអីដោយសារខ្ញុំនឹងនិយាយទាំងអស់បន្តពីការរើសសាលាអញ្ចឹងនៅក្នុងវីដេអូមុនបើបងប្អូនបានមើលទេខ្ញុំបានធ្វើខ្លីៗវីដេអូមួយដើម្បីនិយាយអំពីដំណើរការក្នុងការដាក់អាហារូបករណ៍រកសាលារកអីជាដើមចឹងឥឡូវខ្ញុំធ្វើតទៀតដោយចាប់ផ្ដើមទាក់ទងជាមួយនឹងការយើងរកសាលានៅក្នុងអេទូដងហ្វ្រង់អូខេអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ដឹងសាច់រឿងឬក៏បានមើលវីដេអូមុនទេបងប្អូនអាចចូលទៅមើលវីដេអូមុនបានមុននឹងចាប់ផ្ដើមមើលវីដេអូនេះអូខេអញ្ចឹងនៅក្នុងនេះដែរខ្ញុំមានចំណុចជាច្រើនដែលខ្ញុំនឹងនិយាយលម្អិតជារួមហើយសង្ឃឹមថាការចែកម្លែកនេះនឹងមានប្រយោជន៍ដល់បងប្អូនហើយបញ្ជាក់ថាខ្ញុំគាត់បាននិយាយត្រួសពីដំណើរការខ្លះតែតើតួជាមួយនឹងការងារលម្អិតមិននោះគឺពេលបងប្អូនដល់ដំណាក់កាលហ្នឹងគឺបងប្អូននឹងអាចធ្វើដោយខ្លួនឯងឬក៏អាចឆាតសួរខ្ញុំបានឬក៏សួរអ្នកណាដែលបងប្អូនស្គាល់ក៏បានដែរតើតួជាមួយនឹងការមករៀននៅប្រទេសបារាំងហ្នឹងហើយអូខេអញ្ចឹងឥឡូវហ្នឹងខ្ញុំកំពុងថតវីដេអូនេះចេញពីទីក្រុង Boulogne-sur-Mer នៅប្រទេសបារាំងអញ្ចឹងមានថាខ្ញុំបានមកដល់ប្រទេសបារាំងជាង10ថ្ងៃហើយក៏បានចូលរៀនហើយដែរអញ្ចឹងពិតជាអរគុណខ្លាំងមែនទែនទៅចំពោះស្ថានទូតបារាំងនិងអ្នកជំនាញទាំងអស់ដែលបានផ្ដល់ឱកាសនេះឲ្យខ្ញុំមកបន្តការសិក្សារបស់ខ្ញុំនៅទីនេះហើយសង្ឃឹមថាឆ្នាំក្រោយយើងនឹងជួបគ្នាអ្នកដែលមើលវីដេអូនេះមករៀននៅប្រទេសបារាំងដូចគ្នាអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលដល់ចំណុចទី1គឺយើងតាក់ទងជាមួយនឹង Études en France អញ្ចឹងបើបងប្អូនអត់ដឹងទេនៅក្នុងការរកសាលារៀនឬក៏គេហៅថាដំណើរការក្នុងការរកសាលារៀនឬក៏ដាក់ពាក្យមកសាលារៀនទាំងអស់ហ្នឹងគឺយើងមិនមែនធ្វើដោយខ្លួនឯងគឺយើងដាក់នៅលើ website មួយដែលឈ្មោះថា Études en France អញ្ចឹងនៅពេលហ្នឹងបងប្អូនត្រូវចូលនៅក្នុង website Études en France ហ្នឹងហើយតមកយើងត្រូវចុះឈ្មោះបង្កើតកុងមួយដែលជារបស់ខ្លួនឯងមានថាយើងត្រូវតែប្រើ Études en France ហ្នឹងរហូតតាំងពីថ្ងៃរើសសាលារហូតដល់លទ្ធផលចេញហើយអញ្ចឹង Études en France គឺសំខាន់ណាស់ព្រោះវាទាក់ទងជាមួយនឹងសាលាដែលយើងជ្រើសរើសអញ្ចឹងដើម្បីដឹងអំពីដំណើរការនៅក្នុងការពេលណាគេបើក Études en France អីមិនអញ្ចឹងជាទូទៅនៅកំឡុងខែ11ឬខែ12ហ្នឹងគឺគេមានគេហៅថាប័ណ្ណបង្ហាញតាមខាងកំពូលហ្វ្រង់ហ្នឹងគឺមានហានដែលទទួលបន្ទុកផ្នែកឧត្តមសិក្សានៅប្រទេសបារាំងហ្នឹងដែលគាត់មានទីស្នាក់ការរបស់គាត់នៅInstitut Français du Cambodge ហ្នឹងអញ្ចឹងគឺគាត់នឹងធ្វើបទបង្ហាញតាមសាកលវិទ្យាល័យមួយមាននៅសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈភូមិន្ទភ្នំពេញសាលារូសាលាក្រហមហ្នឹងគឺគាត់តែងតែធ្វើអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ទាក់ទងជាមួយនឹងការមករៀននៅបារាំងនេះគឺយើងត្រូវទៅចូលរួមស្ដាប់មួយគេទៅដើម្បីយើងអាចដឹងថាគេចង់និយាយអីអញ្ចឹងជាក់ស្ដែងខ្ញុំបានទៅ2ដងគឺលើកទី1ខ្ញុំបានទៅចូលរួមនៅសាលារចនាឬយើងភូមិន្ទចិត្តសិល្បៈហើយតមកខ្ញុំក៏បានទៅចូលរួមនៅភូមិន្ទភ្នំពេញដើម្បីឲ្យច្បាស់អំពីដំណើរការទាំងអស់ហ្នឹងអូខេអញ្ចឹងខ្ញុំបកមក Études en France វិញអញ្ចឹងនៅក្នុង Études en France ហ្នឹងរឿងដែលសំខាន់គឺមាន2ដែលបងប្អូនត្រូវធ្វើក្នុងហ្នឹងអញ្ចឹងរឿងទី1គឺយើងត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនហើយមួយឯកសារផ្សេងៗហើយបងប្អូនត្រូវបកប្រែឯកសារជាភាសាបារាំងហើយផងហើយជាធម្មតានៅក្នុងกระดาษដាក់ពីហ្នឹងគឺគេមាន list ឈ្មោះអ្នកដែលបកប្រែភាសាបារាំងហ្នឹងដែលស្ថានទូតទទួលស្គាល់អញ្ចឹងបងប្អូនអាចតាក់ទងទៅកាន់ពួកគាត់ណាម្នាក់នៅក្នុងចំណោម list ទាំងអស់ហ្នឹងអូខេអញ្ចឹងយើងត្រៀមឯកសារហើយអញ្ចឹងពេលយើងចូលទៅដល់យើងបំពេញព័ត៌មានដែលគេចង់បានមានដូចជាបន្ទុកមានដូចជាសញ្ញាបត្រដែលយើងមានកម្រិតភាសាឬក៏តាក់ទងជាមួយនឹងតាក់ទងជាមួយនឹង passport ឬអីជាដើមហ្នឹងគឺយើងដាក់ចូលអស់តាក់ទងមួយព័ត៌មានផ្ទាល់ខ្លួនអូខេហើយតមករឿងទី2ដែលយើងត្រូវធ្វើគឺតាក់ទងជាមួយនឹងការរើសសាលាអញ្ចឹងបន្ទាប់ពីយើងបានមានព័ត៌មាននៅក្នុងវីដេអូមួយខ្ញុំបានបញ្ជាក់បន្ទាប់ពីយើងទទួលបានព័ត៌មានថាសាលាណាអីមិនហើយពេលយើងចូលក្នុង Études en France យើងត្រូវរកសាលាដែលយើងរកបានហ្នឹងចំនួន3ហើយតមកយើងរើសទៅហើយច្បាស់ថានៅក្នុង3ហ្នឹងគឺយើងមានលទ្ធភាពជាប់ផងបើធ្លាក់3ហ្នឹងគឺធ្លាក់ហើយបួកអត់បានទេណាព្រោះអីបួកឲ្យយើងតតែសាលាទទួលយើងចូលរៀនដែរអូខេអញ្ចឹងតើតោមួយ Études en France គឺចប់ហើយតែប៉ុណ្្នឹងឯងគឺអត់មានទៀតទេហើយបន្ទាប់ពីយើង submit អីឲ្យសាលាហើយគឺយើងចាំតែលទ្ធផលខាងសាលាអញ្ចឹងសាលាគេនឹងរើសឲ្យថាយើងជាប់ឬក៏ធ្លាក់អញ្ចឹងជាក់ស្ដែងដូចខ្ញុំអញ្ចឹងគឺខ្ញុំរើស3សាលាហើយខ្ញុំជាប់បានតែ2ទេអញ្ចឹងតើតោជាមួយនឹងprogram របស់ខ្ញុំជាប់បានតែ2អញ្ចឹងធ្លាក់មួយអញ្ចឹងបងប្អូនអាចជាប់ទាំង3ឬបងប្អូនអាចជាប់មួយឬបងប្អូនអាចអត់ជាប់ទាំងអស់ក៏ថាបានដែរអញ្ចឹងត្រូវប្រយ័ត្នត្រង់ចំណុចនេះទៀតអូខេអញ្ចឹងបន្តមកទៀតបន្ទាប់ពីរើសសាលាហើយមុននឹងគេហៅថា submit ដល់ឲ្យសាលាហ្នឹងគឺយើងមានគេហៅថា premier entretien ឬក៏គេហៅថាសម្ភាសលើកទី1យើងសម្ភាសលើកទី1សម្ភាសជាមួយនឹងកំពូលហ្វ្រង់ហ្នឹងម្ដងទៀតបងប្អូនស្គាល់ទេកំពូលហ្វ្រង់ហ្នឹងគឺជាភ្នាក់ងារទទួលបន្ទុកថ្នាក់ឧត្តមសិក្សារបស់ស្ថានទូតបារាំងប្រចាំនៅប្រទេសខ្មែរយើងហើយមានទីស្នាក់ការនៅវិទ្យាស្ថានភាសាបារាំងនៅ
នៅចិត្តឬក៏ហៅថាអាយ៉ងនៅចិត្តសាលាពុទ្ធសាសនាហ្នឹងគឺគាត់មានទីតាំងនៅហ្នឹងអញ្ចឹងកំឡុងពេលសភាលើកទី1នេះមានគោលដៅចំនួន2ទី1គេហៅថា verify ឬក៏យើងនិយាយស្រួលគឺមានថាយើងគាត់បញ្ជាក់ថាឯកសារយើងត្រឹមត្រូវនៅឈ្មោះយើងឯកសាររបស់យើងឬខ្វះអីហ្នឹងគាត់ទាមទារពេលហ្នឹងឬត្រូវអីនៅហ្នឹងគឺគាត់ឲ្យយើងបំពេញឲ្យហើយនៅកំឡុងពេលហ្នឹងតែម្ដងកំឡុងលើកទី1ហ្នឹងអូខេអញ្ចឹងអាហ្នឹងគោលដៅទី1ក្នុងការសភាលើកទី1ហើយគោលដៅទី2គាត់សភាយើងដែរមិនតែ verify ឯកសារណាម្ដងទៀតគឺយើងទី1ក្នុងគោលបំណងដើម្បីឲ្យយើងverify ថាយើងត្រូវអស់នៅអីហ្នឹងមុនយើង submit មកសាលានៅបារាំងនេះអញ្ចឹងគាត់ជាអ្នក submit ឲ្យអញ្ចឹងគាត់ verify ត្រូវអញ្ចឹងត្រូវបដូរត្រូវមិនគាត់នឹងប្រាប់យើងតាមហ្នឹងហើយអូខេហើយទី2គឺសម្ភារអញ្ចឹងសម្ភារនេះស្រួលដែរទេមិនជាពិបាកទេក៏ប៉ុន្តែឲ្យច្បាស់ថាយើងមានហេតុផលគ្រប់គ្រាន់ក្នុងការមករៀននៅបារាំងយើងវាច្បាស់ដែរណាមិនមែនថាសភាស្រួលយើងចេះតែសភាយើងចេះតែនិយាយអត់មានហេតុផលអញ្ចឹងអាចធ្លាក់ណាអញ្ចឹងសភាលើកទី1នេះមិនពិបាកទេប៉ុន្តែក៏ធ្លាប់មានអ្នកធ្លាក់ដែរអញ្ចឹងជាទូទៅគាត់តែងតែសួរយើងតែយើងជានរណាគេយើងមានបទពិសោធន៍អីខ្លះជាងគាត់ note ទៅហើយបន្ទាប់មកទៀតគាត់អាចនឹងសួរថាតើហេតុអីយើងចង់រៀនមករៀននៅបារាំងចង់រៀនអីចឹងទៅអញ្ចឹងគាត់សួរស្រាលមុំតែបញ្ជាក់ម្ដងទៀតគឺក៏អាចធ្លាក់ដែរបើមិនជាយើងឆ្លើយអត់សមហេតុផលហើយបន្តមកទៀតចុងក្រោយគឺយើងត្រូវ pay ចំនួន$100ដើម្បីថា process ក្នុងការដាក់មករៀននៅបារាំងហ្នឹងដាក់មកសាលានៅបារាំងហ្នឹងប៉ុន្តែយើងត្រូវដឹងថាលុយហ្នឹងនឹងរងបុកសេឲ្យយើងវិញនឹងបង្វិលឲ្យយើងវិញនៅពេលដែលយើងជាប់អាហារូបករណ៍អញ្ចឹងបងប្អូនមិនបាច់ភ័យទេពេលយើងជាប់អាហារូបករណ៍យើងនឹងបានលុយហ្នឹងមកវិញអញ្ចឹងគាត់តែយកហ្នឹងដើម្បី process ការងាររបស់គេទេខ្ញុំអត់ដឹងថាយ៉ាងម៉េចអូខេអញ្ចឹងជាទូទៅពេលសភាលើកទី1នឹងហើយប្រហែលខ្ទង់មួយអាទិត្យឬក៏ក្រោមមួយអាទិត្យទេបងប្អូននឹងបានលិខិតមួយថាយើងជាប់ឬក៏ធ្លាក់តាម mail ហ្នឹងហើយអញ្ចឹងបើសិនជាយើងជាប់គេនឹងមានគេហៅថាក្រាស់មួយដែលបញ្ជាក់ពីថ្ងៃសម្ភាសលើកទី2របស់យើងអញ្ចឹងសម្ភាសលើកទី2នេះគឺជាការសម្ភាសមួយដែលសម្រាប់តែយើងជាប់ឬក៏ធ្លាក់ហើយជាក់ស្ដែងសម្ភាសលើកទី2នេះគឺសម្ភាសប្រើរយៈពេលរៀងយូរហើយសំណួររៀងច្បាស់តើតងជាពិសេសតើតងជាមួយនឹងគេហៅថា project professional ឬក៏យើងហៅថាតើតងជាមួយនឹងអីគេហ្នឹងគម្រោងបើយើងចង់ធ្វើការងារគឺឲ្យច្បាស់ហ្នឹងបើយើងអត់ច្បាស់បានទេតែបើសិនជាបងប្អូនមានចម្ងល់តើតងជាមួយនឹងការសម្ភាសលើកទី2ហ្នឹងមិនអាចសួរខ្ញុំបានថែមទៀតខ្ញុំនឹងព្យាយាមលម្អិតតាមលក្ខណៈ private វិញព្រោះខ្ញុំនឹងអត់មានពេលវេលាដើម្បីធ្វើវីដេអូមួយនិយាយលម្អិតទេហើយហ្នឹងហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចឆ្លើយសំណួរបងប្អូនតាមលក្ខណៈ message ឬក៏ Telegram អីបងប្អូនអាចសួរខ្ញុំបានណាអញ្ចឹងដូចឆ្នាំនេះដែលខ្ញុំចូលសភាហ្នឹងគឺតាមខ្ញុំចាំមិនច្បាស់ទេគណៈកម្មការមានរហូតដល់7ឬក៏8នាក់អញ្ចឹងបងប្អូនសាក់សម័យមួយយើងចូលទៅកាន់មុខពួកគាត់7ឬក៏8នេះហើយពួកគាត់នឹងសួរយើងមិនសួរតែម្នាក់ឯងសួរគ្រប់គ្នាតាមអីដែលគាត់សួរហើយជាពិសេសនោះគឺបងប្អូនត្រូវតែច្បាស់ការរៀនរបស់បងប្អូនឬហើយនឹងការងារបងប្អូនហេតុអីបើយើងទៅរៀនហើយពេលរៀនហើយត្រូវធ្វើអីជាទូទៅក៏ផ្ដោតលើហ្នឹងណាអូខេអញ្ចឹងពេលសភាលើកទី1លើកទី2នឹងចប់ហើយយើងការងាររបស់យើងគឺចប់ហើយយើងអាចសម្រាប់បានប៉ុន្តែសម្រាប់ដោយមិនស្រួលទេគឺគេអត់លក់ទេយើងត្រូវចាំលទ្ធផលអញ្ចឹងជាទូទៅលទ្ធផលគឺហើយឬក៏នឹងចេញក្នុងរយៈពេល3ទៅ4សប្តាហ៍បន្ទាប់ពីសភាអញ្ចឹងប្រហែលជាក្នុងមួយខែបន្ទាប់ពីសភាលើកទី2ហ្នឹងហើយគេនឹងចេញលទ្ធផលហើយអញ្ចឹងពេលចេញលទ្ធផលហ្នឹងគាត់នឹងផ្ញើអ៊ីមែលមកយើងមុននឹងផុសជាសាធារណៈនៅលើ page របស់ស្ថានទូតបារាំងឬក៏ website របស់ស្ថានទូតបារាំងហ្នឹងគឺគេនឹងផុសដូចគ្នាប៉ុន្តែមុននឹងផុសហ្នឹងយើងទទួលបានអ៊ីមែលមកមួយអញ្ចឹងអ៊ីមែលនោះវាជាការកាត់សេចក្តីថាយើងត្រូវបន្តទៀតឬក៏យើងត្រូវឈប់ប៉ុណ្ណឹងបើសិនជាយើងអត់ជាប់ទេគឺយើងត្រូវឈប់ប៉ុណ្្នឹងហើយបើសិនជាយើងជាប់យើងត្រូវបន្ត process ទៅមុខទៀតក៏ប៉ុន្តែបងប្អូនក៏កុំតន់អស់សង្ឃឹមដែរពេលដែលគេចេញលទ្ធផលមកយើងនឹងឃើញ list ឈ្មោះថាតើយើងនៅក្នុងកម្រិតលេខប្រមាណឧទាហរណ៍បើសិនយើងអត់ជាប់ណាអញ្ចឹងវាមានគេហៅថា list complémentaire ណាមានថាអ្នកដែលជាប់បំរុង list complémentaire អ្នកជាប់បំរុងអញ្ចឹងអ្នកជាប់បំរុងហ្នឹងគេមានតាមលំដាប់ដោយបោះខាង jury ខាងគណៈកម្មការសភាហ្នឹងគាត់គិតថាណាគេគួរតែអាចនឹងមកបានបើសិនជាអ្នកដែលជាប់អត់មកអញ្ចឹងណាអញ្ចឹងគេថា list complémentaire ហ្នឹងអញ្ចឹងបើសិនជាបងប្អូនជាប់ក្នុង list complémentaire ហ្នឹងនៅលើបងប្អូនកុំតន់អស់សង្ឃឹមព្រោះអាចនឹងអ្នកដែលជាប់អាហារូបករណ៍ហ្នឹងគាត់មានកត្តាអីផ្សេងមួយឬក៏គាត់ជាប់អាហារូបករណ៍ផ្សេងអីគាត់អត់ទៅជាដើមណាអញ្ចឹងអាកាសហ្នឹងគាត់ដល់យើងដែរអញ្ចឹងយើងកុំតន់បងចោលជាទូទៅយើងមានពេលប្រហែលជា1ខែទៀតដើម្បីរងចាំបើសិនជាក្នុងរយៈពេល1ខែហ្នឹងខាងស្ថានទូតឬក៏ខាងកំពុយស្រង់តាក់ទងមកយើងឲ្យយើងថាយើងជាប់ឬក៏ធ្លាក់
បើសំតោបើសិនជាគេអត់ផ្ញើមកទេយើងឃ្លាក់ឲ្យយើងចប់ហើយប៉ុណ្ណឹងបើសិនជាក្នុងរយៈពេលប្រហែលមួយខែទៀតគេនឹងផ្ញើ mail មកយើងម្ដងទៀតអូខេយើងមានឱកាសបន្តមករៀនបារាំងដូចគ្នាអញ្ចឹងបើសិនធ្លាក់ក៏កុំតអស់សង្ឃឹមយើងនៅមានឱកាសគេហៅថាជាប់បំរុងហ្នឹងក្នុងករណីបើសិនជាអ្នកដែលគេជាប់នៅខាងលើគេអត់មកអញ្ចឹងយើងមានឱកាសមកហើយអូខេអញ្ចឹងតើតើជាមួយនឹងសភាលើកទី2ហើយលទ្ធផលគឺចប់ប៉ុណ្្នឹងហើយណាចឹងដំណាក់កាលបន្ទាប់បន្ទាប់ពីបានលទ្ធផលហើយអីដែលបងប្អូនត្រូវធ្វើបន្ទាប់នោះបងប្អូនត្រូវតែយកសាលាដែលបងប្អូនជាប់ទាំងប្រមាណហ្នឹងយកមកជ្រើសរើសសម្រាប់ចិត្តតើបងប្អូននឹងទៅរៀនសាលាមួយណាចឹងខ្ញុំបកទៅខាងក្រោយបន្តិចមិញនៅក្នុង Etudes en France ហ្នឹងគឺបងប្អូនត្រូវរើសសាលាចំនួន3សាកលចំនួន3ដែលបងប្អូនត្រូវមករៀនហើយបើសិនជាបងប្អូនជាប់តែមួយទេអាហ្នឹងយកអត់មានអីរើសទេអញ្ចឹងយើងដឹងតែអូតូម៉ាទិកយើង submit យកតែម្ដងបើបងប្អូនជាប់2ឬក៏ជាប់3បងប្អូនត្រូវតែសម្រេចចិត្តថាបងប្អូនយកមួយណាក្នុងចំណោម2ឬក៏3ហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំចាក់ស្ដែងចុះអញ្ចឹងក្នុងចំណោមសាលាទាំង3ដែលខ្ញុំដាក់ហ្នឹងគឺខ្ញុំជាប់បានតែ2ឯងអញ្ចឹងនៅពេលហ្នឹងគឺខ្ញុំត្រូវសម្រេចចិត្តថាតើខ្ញុំរើស2ហ្នឹងរើសមួយណាហ្នឹងមានថាទី1ខ្ញុំស្រឡាញ់មុខវិជ្ជាគេហើយខ្ញុំចង់ទៅកាន់ទីក្រុងមួយណាអញ្ចឹងវាការមករៀននៅបារាំងនេះតើតើជាមួយនឹងទីក្រុងហ្នឹងក៏វារៀងត្រូវគិតដែរព្រោះអីបងប្អូនអត់សូវជួយជាអ្នក challenge ខ្លាំងទេកុំសូវមកទីក្រុងពិបាកអីទៅទីក្រុងដែលមានខ្មែរច្រើនទៅវាអាចងាយស្រួលតែបងប្អូនគាត់ថាអូខេអត់អីទេខ្ញុំអាចមករៀនហើយខ្ញុំអាចរស់នៅម្នាក់ឯងបានអាចcertificate បានអញ្ចឹងអូខេយើងរើសណាក៏បានហ្នឹងដូចខ្ញុំចាក់ស្ដែងខ្ញុំជាប់នៅ Toulouse ហើយនឹងជាប់នៅ Boulogne-sur-Mer អញ្ចឹងចាក់ស្ដែង Toulouse ឆ្នាំដែលខ្ញុំកំពុងតែរើសហាត់ប្រព័ន្ធ Toulouse ជាប់ជាទីក្រុងលេខ1សម្រាប់និស្សិតនៅក្នុងប្រទេសបារាំងហ្មងហើយវាសម្បូរបែបមានខ្មែរច្រើនប៉ុន្តែខ្ញុំគិតថាបើសិនជាខ្ញុំទៅ Toulouse ទី1មុខវិជ្ជាដែលរៀនហ្នឹងគឺវារៀនពិបាកលើសពីសមត្ថភាពរបស់ខ្ញុំប្រហែលជាត្រូវការស្រាវជ្រាវច្រើនអញ្ចឹងខ្ញុំមិនសូវជាអ្នកផ្កាយខ្លាំងប៉ុន្មានទេទី1ទៅមួយការរៀនទី2ខ្ញុំចង់ challenge ខ្លួនឯងខ្ញុំគិតថាការមកនៅបែកខាងត្បូងខាងជើងនេះវារៀងពិបាកជាងបែកខាងត្បូងហើយខ្ញុំគិតថាអូខេវាអាចនឹងពិបាកត្បូងតែខ្ញុំអាចនឹងរៀនអីថ្មីហើយឥឡូវថ្មីមែនថ្មីឡើងចង់ដាច់ផ្កាអូខេអញ្ចឹងអានឹងវាខ្លះៗតែតងជាមួយបបផ្សព្វរបស់ខ្ញុំអញ្ចឹងបងប្អូនជាអ្នកសម្រេចរើសមួយណារើសទៅអាហ្នឹង Computer France ក៏អត់មានសិទ្ធមកសម្រេចឲ្យយើងហើយអត់មានអ្នកគេសម្រេចឲ្យយើងឯងមានតែយើងអាចតែយើងសម្រេចយកមួយណាហើយយើងនឹងទទួលផលអាហ្នឹងរយៈពេល2ឆ្នាំនៅបារាំងហើយអូខេជាងបន្ទាប់ពីរើសសាលាហើយយើងចប់ហើយមានថាដំណើរការរបស់យើងនៅលើ Etudes en France ហ្នឹងគឺយើងចប់ហើយអញ្ចឹងបងវិញចាប់ពីកំឡុងដើមខែ12ឬក៏ចុងខែ11រហូតមកដល់ validate ឬក៏រើសសាលាហ្នឹងគឺយើងចប់ការងារមួយ Computer France មិនសំទោសមិន Computer France មួយ Etudes en France Computer France នៅតែតាក់ទងមួយយើងដោយសារតែ Computer France គាត់នៅតែណែនាំយើងប្រាប់ពីរបៀបអីផ្សេងហើយពេលយើងមករៀននៅបារាំងនេះគឺយើងត្រូវតែមានទំនាក់ទំនងមួយ Computer France ដូចគ្នាគាត់ថា Computer France នៅបារាំងនឹងហ្មងអញ្ចឹងណាអូខេអញ្ចឹងបន្ទាប់ពីរើសសាលាហើយបងប្អូននឹងត្រូវមានគេហៅថាសិក្ខាសាលាមួយដែលនិយាយពីការមករៀននៅបារាំងហ្នឹងគឺយើងគួរត្រៀមខ្លួនមិនយើងគួរដាក់វីសាមិនអីអានេះគឺជាការងារបន្ទុករបស់ Computer France ដូចគ្នា Computer France គាត់នឹងរៀបចំមួយដែលហៅនិស្សិតហារូបករណ៍ទាំងអស់ឬក៏អ្នកដែលត្រូវទៅរៀននៅបារាំងទាំងអស់អញ្ចឹងមិនមែនថាទោះបីជាបួក Eiffel ក៏ដោយបួក BFE ក៏ដោយអ្នកដែលមក Exchange Erasmus ក៏ដោយគឺគាត់នឹងហៅទាំងអស់ដើម្បីចូលទៅអង្គុយស្ដាប់ពីរបៀបគេហៅថាត្រៀមខ្លួនមិនមកបារាំងមកពេលមកបារាំង enjoy មិនអីមិនពិបាកមិនយើងគួរធ្វើខ្លួនមិនយើងគួរសម្របខ្លួនមិនជាមួយនឹងគេហៅថាវប្បធម៌ឬក៏របៀបរស់នៅបារាំងគាត់នឹងប្រាប់លម្អិតហើយ I really appreciate អញ្ចឹងគាត់បានជួយយើងច្រើននៅក្នុងកំឡុងពេលហ្នឹងអូខេអញ្ចឹងបន្ទាប់ពីសិក្ខាសាលាហ្នឹងអញ្ចឹងរឿងដែលយើងត្រូវធ្វើសំខាន់បន្ទាប់ទៀតអត់អស់ទេនៅមានរឿងច្រើនទៀតរឿងផ្ទាល់ខ្លួនម្ដងតែរងរូបផ្ទាល់ខ្លួនយើងចាប់ផ្ដើមទៅទិញអីវ៉ាន់ហ្នឹងអញ្ចឹងបងប្អូនត្រូវមាន list ឈ្មោះមកអញ្ចឹងដូចខ្ញុំសួរ search បងខ្ញុំបងមានដែលរៀននៅ Université de Montpellier អញ្ចឹងគាត់បានប្រាប់ខ្ញុំថាអីខ្លះដែលយើងគួរទិញអីខ្លះដែលមិនគួរទិញមកនេះមានអញ្ចឹងបងប្អូនអាចសួរខ្ញុំបានដូចគ្នាបើសិនជាបងប្អូនត្រូវការជំនួយខ្ញុំព្យាយាមប្រាប់ទៅតាមអីដែលខ្ញុំដឹងអូខេអញ្ចឹងយើងមាន list ទៅហើយយើងប្រាប់ដើមទិញបដាទៅតាមអីដែលយើងត្រូវការហើយស្អីដែលវានឹងមិនអាចនឹងទិញនៅបារាំងបានឬក៏ទិញដែរបានដែរតែវាថ្លៃជាដើមអូខេហ្នឹងតើតុងជាមួយនឹងអីវ៉ាន់ផ្ទាល់ខ្លួនហើយទន្ទឹមគ្នានឹងដែរអញ្ចឹងមានហាងកំឡុងពេលបងប្អូនទៅធ្វើរឿងច្រើនណាក្នុងពេលតែមួយមិនមែនធ្វើមួយចប់មួយណាអញ្ចឹងទិញអីវ៉ាន់បដាទៅហើយកំឡុងពេលហ្នឹងក៏គិតដាក់វីសាដែរអញ្ចឹងវីសាជានិស្សិតនេះអញ្ចឹងគឺយើងត្រូវការដាក់គេហៅថា
visa រយៈពេលវែងយើងរយៈពេល1ឆ្នាំដើម្បីមករៀននៅបារាំងអញ្ចឹងបើបងប្អូនអត់ដឹងទេក្នុងការដាក់ visa នេះគឺបងប្អូនមិនអាចដាក់ដោយខ្លួនឯងបានទេមិនអាចសុខយើងចិត្តតែដាក់មិនទេគឺយើងត្រូវតែ call តាក់ទងទៅកាន់គេហៅថា TSL ហ្នឹងគឺជាក្រុមហ៊ុនដែលទទួលបន្ទុកកាន់ visa ឬក៏ដាក់គេហៅថា rendezvous ដាក់ rendezvous មិនថាណាត់ជួបឲ្យយើងទៅជួបមួយស្ថានទូតផ្ទាល់អញ្ចឹងបញ្ជាក់ត្រង់ដែរក្នុងនាមជានិស្សិតអាហារូបករណ៍របស់ស្ថានទូតបារាំងផ្ទាល់មកអញ្ចឹងបងប្អូនសុំ visa អត់លុយទេហើយ process ក៏បងប្អូនអត់ចាំបាច់ពឹងក្រុមហ៊ុន TSL នឹងដែរបងប្អូនអាចដាក់ដោយខ្លួនឯងបានអញ្ចឹងបងប្អូនរៀបចំឯកសារឲ្យទៅមានអីដែលគេចង់បានមានដូចជាសញ្ញាបត្រមានដូចជាតកតងជាមួយនឹងគេហៅលិខិតដែលយើងចុះឈ្មោះចូលរៀនអញ្ចឹងតាមខ្ញុំចាំមិនសូវច្បាស់ទេបងប្អូនអាច verify បន្ថែមទៀតគឺទី1យើងត្រូវមាន passport ទី2យើងត្រូវមានលិខិតគេហៅថាចុះឈ្មោះចូលរៀននៅសាលានេះអញ្ចឹងលិខិតចុះឈ្មោះចូលរៀនយើងនឹងបានពីទូតអង្គហ្វ្រាំងអូតូម៉ាទិកអញ្ចឹងអត់ពិបាកទេហើយទី3យើងតកតងជាមួយនឹងកន្លែងស្នាក់នៅចឹងវាបញ្ហាសម្រាប់យើងតិចទៅជាមួយកន្លែងស្នាក់នៅព្រោះអីពេលហ្នឹងយើងអត់មានកន្លែងស្នាក់នៅទេអញ្ចឹងបងប្អូនចង់កន្លែងស្នាក់នៅខ្ញុំរមមិនអីមិនជាក្បាលមិនបាច់ភ័យបងប្អូនកន្លែងស្នាក់នៅស្រុកបារាំងគឺកំពុយហ្វ្រង់គាត់អ្នករយយើងទាំងអស់អញ្ចឹងដល់ពេលមកឬក៏ចិត្តដល់ពេលមកឬក៏ប្រហែលខ្ទង់មួយអាទិត្យអីមកគាត់នឹងមាន email មួយផ្ញើមកយើងប្រាប់ថាយើងនឹងទទួលបានកន្លែងស្នាក់នៅហើយកន្លែងស្នាក់នៅរបស់និស្សិតអាហារូបករណ៍គឺគេហៅថា resident cruise ហ្នឹងគឺជាអន្តេដូចខ្ញុំមុំតែនិយាយលើហ្នឹងខ្ញុំនៅ cruise ហ្នឹងឯងអញ្ចឹងគេនឹងតាក់ទងឲ្យយើងអញ្ចឹងអត់ពិបាកភ័យទេបងប្អូនប៉ុន្តែគ្រាន់តែថាពេលដែលយើងដាក់សុំ visa ហ្នឹងយើងអត់មានអាកន្លែងស្នាក់នៅហ្នឹងវាពិបាកសុំអញ្ចឹងជាបទពិសោធន៍របស់ខ្ញុំបងប្អូនត្រូវ email ទៅកាន់ Company Franc ហើយសួរគាត់ឲ្យច្បាស់អញ្ចឹងពេលយើងសួរគាត់ឲ្យច្បាស់ហើយគាត់នឹងផ្ញើ mail មកវិញmail មកយើងវិញដែលបញ្ជាក់ច្បាស់ហើយថាការងារដែលទទួលបន្ទុកខាងរកន្លែងស្នាក់នៅហ្នឹងគឺជាបន្ទុករបស់ Company Franc ទេអញ្ចឹងយើងអត់បាច់ពិបាកទេអញ្ចឹងពេលបងប្អូនបាន mail ហ្នឹងហើយបងប្អូនអនុញ្ញាតពីគាត់ print mail ហ្នឹងដើម្បីធ្វើជាឯកសារយោងថាកន្លែងស្នាក់នៅរបស់យើងអត់ទាន់មានមែនពិតប៉ុន្តែ Company Franc ដែលហៅថាជាផ្នែកមួយនៃស្ថានទូតបារាំងគាត់ជាអ្នករកយើងហើយអញ្ចឹងយើងអត់បាច់បារម្ភទេអញ្ចឹងពេលហ្នឹងគាត់អត់ទាបើសិនជាយើងអត់មានឯកសារអីសោះទាក់ទងមួយកន្លែងស្នាក់នៅគេនឹងទាមកយើងគេនឹងខំមកយើងទាឯកសារដើម្បី validate visa ហ្នឹងអញ្ចឹងជាក់ស្ដែងម្ដងទៀតសម្រាប់និស្សិតអាហារូបករណ៍អត់បាក់ច្រើនទេគ្រាន់តែយើងមានpassport គេហៅថាលិខិតចុះឈ្មោះចូលរៀនហើយមានគេហៅថា mail បញ្ជាក់ថាយើងនឹងមានកន្លែងស្នាក់នៅហើយមួយទៀតគឺ book ស្ងាយហៅថាกระดาษបួកដែលយើងស្ថានទូតផ្ញើយើងដែរពេលហ្នឹងយើងមានហើយអញ្ចឹងជាទូទៅពិបាកដល់កន្លែងស្នាក់នៅហើយដូចខ្ញុំនិយាយអញ្ចឹងគឺតើតួមួយកន្លែងស្នាក់នៅបងប្អូនអាចធ្វើដូចខ្ញុំបញ្ជាក់មិញអញ្ចឹងទៅណាអញ្ចឹងបន្ទាប់មក visa នេះនៅបានហើយជាទូទៅ visa គេធ្វើតែរៀងរាល់ថ្ងៃបោះពេលព្រឹកទេអញ្ចឹងបងប្អូនទៅយកទៅដាក់ឲ្យទៅយកមួយសប្តាហ៍គឺបានហើយរួចរាល់ហើយអញ្ចឹងហ្នឹងហើយខ្ញុំបញ្ជាក់ដែរត្រង់ចំណុចហ្នឹងមិនមែនយើងរៀបចំឯកសារទៅ TSL ហ្មងទេយើងត្រូវចូលនៅក្នុង website មួយឈ្មោះថា Franc Visa ហ្នឹងហើយអូខេសុំទោសចឹងបងប្អូនមើលរៀនត្រឡប់ទៅលើនេះអាចខាទៅក្រោយមើលវិញមកទៀតអញ្ចឹងយើងត្រូវបំពេញព័ត៌មាននៅក្នុង Franc Visa ហ្នឹងអញ្ចឹងអត់ពិបាកទេអញ្ចឹង Franc Visa ហ្នឹងបំពេញអីគេចង់បានតាមហ្នឹងទៅហើយបន្ទាប់មកតទៅពេលបងប្អូនបំពេញក្នុង Franc Visa ហ្នឹងហើយបងប្អូន call ទៅ TSL ហ្នឹងដើម្បីកក់ rendezvousហើយតមកបងប្អូនទៅដូចខ្លួនឯងអូខេអញ្ចឹងតោះហ្នឹងកុំឲ្យវែងវ័នអញ្ចឹងម្ដងទៀតទី1បងប្អូនត្រូវចូល Franc Visa ហ្នឹងហើយបំពេញព័ត៌មានដែលគេចង់បានតទៅពីយើងមានហើយយើងត្រូវតាក់ទងទៅ TSL ដើម្បីកក់ rendezvous ណាត់ជួបហើយតមកយើងទៅអញ្ចឹងបានចប់ visa អូខេអញ្ចឹងបន្ទាប់ពីចប់ visa ហើយរឿងថាជាដំណាក់កាលចុងក្រោយក៏ដំណាក់កាលដែលយើងចិត្តមកដល់ចិត្តនឹងគិតថ្ងៃមកបារាំងណាចឹងបងប្អូននឹងអាចទទួលបានសម្បត្តិយន្តហោះសម្បត្តិរថភ្លើងអីតាមទីកន្លែងដែលយើងស្នាក់នៅឋានទូតសំទោតទៅជាមួយនឹង Company Franc គាត់នឹងផ្ញើយើងហើយអញ្ចឹងយើងនឹងដឹងថ្ងៃណាយើងមកជាដើមតែមុននឹងយើងមកអត់ទាន់ចប់ទេគឺយើងត្រូវមានរឿង3ដែលយើងគួរធ្វើទៀតតទៅជាមួយគេហៅថា assurance មកថាការធានារ៉ាប់រងណាអញ្ចឹងធានារ៉ាប់រងកន្លែងស្នាក់នៅអញ្ចឹងទី1បងប្អូនត្រូវធ្វើ visa អញ្ចឹងខ្ញុំអត់និយាយមកថា visa ហ្នឹងអីទេបងប្អូននៅដល់ពេលហ្នឹងបងប្អូននឹងដឹងហើយថា visa ហ្នឹងគឺជាអីអញ្ចឹងយើងត្រូវមាន visa ហើយបន្តមកទៀតបងប្អូនត្រូវទិញ assurance ADH ហ្នឹងគឺមានថាទិញ assurance ថាបើសិនជាយើងអត់មានលុយបង់ទេឬក៏យើងរត់ចេញឲ្យដើមហ្នឹងគឺ assurance គេធានាបង់លុយកន្លែងស្នាក់នៅយើងអញ្ចឹងនៅស្រុកបារាំងនេះបើសិនជាយើងអត់មាន assurance កន្លែងស្នាក់នៅទេគេអត់ឲ្យយើងនៅទេអញ្ចឹងយើងត្រូវទិញ assurance ADH ហ្នឹងឯងហើយនឹងមួយទៀតត្រូវទិញលេខទូរស័ព្ទ
ចឹងលេខទូរស័ព្ទសំខាន់ណាស់ចឹងបើសិនជាបងប្អូនអត់ដឹងទិញអីទេខ្ញុំ recommend ទិញ Lika Mobile ចឹងខ្ញុំទិញ Lika Mobile ហ្នឹងខ្ញុំទិញពីខ្មែរមកទិញ eSIM ទៅយើងមានឲ្យហើយចឹងយើងអត់ប្រើពេលយើងមកដល់ដីបារាំងភ្លាមយើងចូល Charles de Gaulle អាកាសយានដ្ឋានអន្តរជាតិ Charles de Gaulle ហ្នឹងយើងបើកប្រើធម្មតាចឹងយើងអត់មានចាំបាច់រត់ទៅរកអ៊ីនធឺណិតរត់ទៅទិញ SIM អីញ៉ៃជឿក្បាលច្រើនតែយើងជឿក្បាលខ្មែរហើយមកដល់ស្រួលហ្មងចឹងយើងមកដល់យើងទេតាក់ទងប្រាប់ខាងផ្ទះគេនេះថាយើងមកដល់ថ្ងៃណាទៅដើម្បីស្រួលថាគេឲ្យសោយើងជាដើមចឹងពេលយើងមកដល់cruise ហ្នឹងគឺយើងត្រូវធ្វើលិខិតអីផ្សេងណាដើម្បីផ្ទះទៅស្ថានភាពផ្ទះមិនដែរអញ្ចឹងទៅចឹងសរុបទៅដូចជាអស់ហើយនឹងឲ្យពេលបងប្អូនមកសម្រាប់ខែដំបូងជាបទពិសោធន៍ហើយនឹងជា recommendation បងប្អូនត្រូវតែត្រៀមលុយយ៉ាងហោចណាស់ឲ្យបានកំឡុងប្រហែលជាខ្ទង់ 1000 អឺរ៉ូអញ្ចឹងទេបងប្អូននឹងអាចជួបបញ្ហាពីព្រោះអីយើងខែដំបូងហ្នឹងបួជួយយើងរៀងយឺតបន្តិចព្រោះអីអាចនឹងត្រមយើងមកដល់ត្រមយើង process ការងារអីផ្សេងហ្នឹងវារៀងយូរបន្តិចហើយជាពិសេសគឺតើតងជាមួយនឹង live ស្នាក់នៅយើងអត់ទាន់សំកាសបានទេកាសហ្នឹងគឺជំនួយសម្រាប់ជួយបង់ថ្លៃបន្ទប់យើងបានប្រហែលខ្ទង់ 30-40% នេះយើងអត់ទាន់ស្ទង់បានទេជាយើងត្រូវបង់ខ្លួនឯងទាំងអស់សិនអញ្ចឹងបងប្អូនត្រូវមានការថាសំលុយខ្លះទៅធ្វើការបដាសំលុយបដាឬក៏សុំអត់ផាយខ្លះចឹងទៅណាដើម្បីសគួរព្រោះអីយើងមិនចាយទាំងអស់ចាយមិនអស់ទេយើងចាយប្រហែលខ្ទង់ 200-300 ទេទិញសម្ភារៈទិញភួយទិញខ្នើយទិញចានទិញឆ្នាំងដែលយើងត្រូវប្រើប្រាស់ចឹងណាអញ្ចឹងយើងត្រូវការទិញអស់ហ្នឹងឯងអញ្ចឹងយើងសគួរទៅបើមានលុយគឺវាល្អណាស់ធម្មតាទេបើយើងមកពីខេត្តមកពេញយើងត្រូវតែមានលុយខ្លះដែរទៅបើយើងសាសរឧបករណ៍ក៏ដោយមិនមែនយើងមកខ្លួនទៅទេយើងអត់ដឹងណាណីអញ្ចឹងយើងអត់អាច control អាកំឡុងពេលពិបាកហ្នឹងបានទេអូខេអញ្ចឹងសរុបមកដូចជាអស់ហើយខ្ញុំគិតថាការងារដែលខ្ញុំចង់ចែកម្លែកតទៅជាមួយនឹងការដាក់បួកហ្នឹងគឺចប់ដូចគ្នាតាំងពីដើមដល់ចប់ខ្ញុំបានប្រាប់បងប្អូនតាំងពីចំណុចមួយរើសសាលាសរសេរ CV សេ cover letter អីមិញខ្ញុំបានប្រាប់ឲ្យអស់ហើយជុំបងប្អូនអាចទៅមើលវីដេអូនឹងឡើងវិញបើសិនជាបងប្អូនត្រូវការហើយបើសិនជាមានចម្ងល់អីបងប្អូនអាច feel free to contact me មានម៉ៃក្រែងអីចិត្តទេអាចសួរខ្ញុំបានហើយខ្ញុំតនេខ្ញុំនឹងព្យាយាមឆ្លើយហើយហ្នឹងហើយឆ្លើយទៅតាមពេលវេលាដែលខ្ញុំតនេពីការរៀនសូត្ររបស់ខ្ញុំនៅសាលារៀននៅបណ្ណាល័យជាដើមអញ្ចឹងជាទូទៅពេលយប់អីប្រហែលស្មើនឹងឥឡូវខ្ញុំកំពុងថតវីដេអូបាយខ្ទង់ម៉ោង 10-11 ហ្នឹងខ្ញុំអាចសម្រាប់ហើយអញ្ចឹងខ្ញុំអាចតបអីជាដើមទៅហើយនៅខ្មែរម៉ោង 2 ម៉ោង 3 យប់អីចឹងទៅអញ្ចឹងបងប្អូនភ្លឺចាំមើលទៅមិនអីទេយើងជួយគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នាហើយក្នុងនាមខ្ញុំដឹងអំពីរបៀបខ្លះដែលបានមករៀននៅបារាំងនេះហើយហ្នឹងហើយវីដេអូរបស់យើងបានដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនមានចម្ងល់អីអាចសួរនៅក្នុង comment នេះឬតាក់ទងមកខ្ញុំផ្ទាល់បានហើយខ្ញុំរីករាយឆ្លើយទៅតាមសមត្ថភាពនិងពេលវេលាដែលខ្ញុំមានជាក់ស្ដែងអូខេយើងជួបគ្នាវីដេអូក្រោយតាក់ទងជាមួយនឹងការរស់នៅឬក៏ជីវិតជានិស្សិតកម្ពុជានៅក្នុងទឹកដីបារាំងនេះអូខេបាយបាយជួបគ្នាវីដេអូក្រោយ